យោងតាមបទបញ្ជាឯកឧត្តមនាយឧត្តមសេនីយ៍សៅសុខាអគ្គមេបញ្ជាការរងកងយុទ្ធពលខេមរៈភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសជានិច្ចកាលដែលឯកឧត្តមនាយឧត្តមសេនីយ៍តែងតែមានប្រសាសន៍ឲ្យកងកម្លាំងក្រោមអូវ៉ាតតាមបណ្ដារាជធានីខេត្តត្រូវយកចិត្តទុកដាក់ចុះជួយប្រជាពលរដ្ឋពេលរដូវដកស្ទូងនិងជួបនៅឧបទ្ទវហេតុផ្សេងៗលក្ខណៈនៅថ្ងៃទី8ខែសីហាឆ្នាំ2013កងកម្លាំងរាជអាវុធហត្ថខេត្តសៀមរាបមានចំនួន130នាក់ដឹកនាំដោយឯកឧត្តមសេនីយ៍ត្រីមុនសមុនមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាបបានចុះជួយដកស្ទូងភ្ជួររាស់ដល់ប្រជាពលរដ្ឋក្នុងភូមិស្រិតខាងកើតនិងស្រិតខាងលិចឃុំកន្ទ្រាំងស្រុកប្រាសាទបាគងខេត្តសៀមរាបលើផ្ទៃដីចំនួន4ហិកតាឯកឧត្តមសេនីយ៍ត្រីមុនសមុនមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាបបានមានប្រសាសន៍ថារដូវនេះជារដូវវស្សាបងប្អូនប្រជាកសិកររបស់យើងកំពុងមមាញឹកក្នុងការដកស្ទូងរបស់គាត់ឲ្យបានទាន់រដូវក្នុងនោះដែរឯកឧត្តមសេនីយ៍ត្រីក៏បានជំរុញឲ្យបងប្អូនប្រជាកសិករទាំងអស់បន្តខិតខំបង្កបង្កើនផលរបស់ខ្លួនឲ្យបានចប់សពគ្រប់ហើយចំពោះសកម្មភាពនេះនឹងបន្តជារៀងរហូតឯកឧត្តមសេនីយ៍ត្រីមុនសមុនបានបញ្ជាក់ថាពួកគាត់មានទឹកចិត្តសប្បាយរីករាយគ្រប់គ្នាដោយនៅក្នុងរដូវបង្កបង្កើនផលដំណាំស្រែចម្ការរបស់ពួកគាត់នៅក្នុងឆ្នាំនេះមិនមានការរំខានពីគ្រោះធម្មជាតិដោយបណ្ដាឆ្នាំមុននោះទេទាំងនេះគឺជាការគូបញ្ជាក់ឲ្យឃើញពីការរីកចម្រើននិងកិច្ចអភិវឌ្ឍលើគ្រប់វិស័យចាប់តាំងពីថ្នាក់លើរហូតមកដល់ថ្នាក់ក្រោមពលគឺចាប់ពីថ្នាក់រាជធានីខេត្តក្រុងដល់ថ្នាក់មូលដ្ឋានក្រោមការដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិតដ៏ត្រឹមត្រូវពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាទើបធ្វើឲ្យប្រទេសជាតិរបស់យើងមានអ្វីៗគ្រប់បែបយ៉ាងនេះឱកាសនោះដែរបងប្អូនប្រជាពលរដ្ឋក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមសេនីយ៍ត្រីមុនសមុនមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាបដែលបានឆ្លៀតពេលវេលាដ៏មមាញឹកដឹកនាំមន្ត្រីក្រមអាវ៉ាតចុះជួយដកស្ទូងដល់ក្រុមគ្រួសាររបស់គាត់ផងដែរខ្ញុំកៅសំណាងអប្សរាណេតរាយការណ៍ពីខេត្តសៀមរាប